only one for you មានតែមួយសម្រាប់អ្នកស្លឹកឈើមួយយើងអាចធ្វើបានតែមួយឯងចាំបងឈ្មោះសខាហើយបងមកពីខាងសិប្បកម្មស្លឹកឈើហើយមែនទែនទៅឆ្លាញ់ធម្មជាតិឆ្លាញ់ស្លឹកឈើអញ្ចឹងហើយបើយើងបងព្យាយាមស្រាវជ្រាវថាតើស្លឹកឈើយើងអាចធ្វើអ្វីខ្លះបានដើម្បីជាប្រយោជន៍នៅក្នុងការបង្កើតផលិតផលសម្រាប់អ្នកប្រើប្រាស់ផងហើយក៏ជាប្រយោជន៍មួយដែលយើងត្រូវថែរក្សាដើមឈើទាំងអស់នោះផងដែរចា៎ជាក់ស្ដែងនៅក្នុងប្រភេទស្លឹកឈើរហូតដល់ឥឡូវហ្នឹងប្រហែលជា8ប្រភេទស្លឹកឈើដែលយើងគិតថាអាចពុំមិនស្លឹកឈើទាំងអស់ហ្នឹងយើងអាចយកមកចំហុយទៅវាចេញពណ៌ទាំងអស់ទេអញ្ចឹងបងស្រាវជ្រាវដូចជាប្រភេទអង្គាបវដូចនៅក្នុងបទចម្រៀងអញ្ចឹងណាដូចពេកាស្លឹកតបៃព្រៃហើយស្លឹកសង្កែហ្នឹងគឺយើងអាចយកមកធ្វើបានហើយលហុងផងដែលដោះទៅតាមវាលស្រែដែលយើងឃើញពេលយើងទៅមើលវាលស្រែទៅយើងឃើញលហុងផងដោះទៅតាមវាលស្រែហ្នឹងអាហ្នឹងក៏យើងអាចធ្វើបានដែរហើយបើសិនជាថ្ងៃមួយយើងធ្វើដំណើរជិះយន្តហោះទៅដល់ស្រុកក្រៅខ្ញុំបានយកស្លឹកឈើនៅក្នុងស្រុកខ្មែររបស់ខ្ញុំហ្នឹងទៅជាមួយដែរជាប់ជាមួយដែរអញ្ចឹងណាវាមានភាពរស់រវើកមានន័យថាដូចជាស្ដែងនៅក្នុងដើមឈើស្លឹកឈើតែធ្លាក់មួយថ្ងៃពីរថ្ងៃវាចាប់ដើមក្រៀមហើយប៉ុន្តែវាចម្លែកគាត់ថាស្លឹកឈើនៅនេះវាធ្លាក់លើមួកឬក៏ធ្លាក់លើកសៃវានៅជាប់ជាមួយយើងរហូតហើយយើងអាចថែរក្សាវាបានរហូតអញ្ចឹងវាជាគេដំណើរស្លឹកនេះស្លឹកអីគេអ្នកខ្លះអត់តាន់ដឹងទេអូខេស្លឹកនេះស្លឹកអីគេស្លឹកពេកាអូខេស្លឹកពេកាក្នុងស្រុកយើងគឺយើងអាចយកមកប្រើបានដែរអញ្ចឹងហើយណាស់នៅពេលដែលយើងធ្វើអានោះមានការរីកចម្រើនច្រើនមានការគ្រប់គ្រងច្រើននោះនេះអូខេយើងគួរតែថែរក្សាពេកាដូចជាដើមមីសាអញ្ចឹងមានប្រយោជន៍ច្រើននៅក្នុងហ្នឹងយើងអាចបោះពុំគេហៅថាបោះពុំស្លឹកឈើលើកណាត់នេះគឺយើងអាចធ្វើបានពីរប្រភេទទី1យើងអាចដំហើយអាចដំហ្នឹងមានថាយើងងាយស្រួលហើយវាមិនសូវជារើសផ្កាឬស្លឹកឈើហ្មងអាចរៀងតុនរៀងកម្ៅយើងអាចដំទៅវាជាប់គាត់ថាគុណភាពរបស់វាងាយក្នុងការសាបទៅប៉ុន្តែវាល្អព្រោះឯដោយសារទៅណាក៏យើងអាចធ្វើបានដែរហើយយើងនៅផ្ទះក៏យើងអាចធ្វើបានដែរហើយវាជាកម្រិតមួយគេហៅបំណិនជីវិតណាហើយយើងថាបើសិនថ្ងៃណាមួយនៅតាមសាលារៀនក៏បានបញ្ចូលអាតោះហ្នឹងទៅវាជួយក្មេងៗឲ្យគាត់យល់ពីគុណតម្លៃហើយចេះ design ចេះមានកម្រិតច្នៃប្រឌិតនៅលើវត្ថុដែលគាត់ចង់ប្រើប្រាស់ដូចជាមួកដូចជាកាបូបដូចជាអីអញ្ចឹងប៉ុន្តែចេះស្ដែងដូចជាប្រភេទនេះអញ្ចឹងយើងត្រូវការចំហុយវាដើម្បីឲ្យស្លឹកឈើនឹងនៅជាប់ជាមួយនឹងគណៈនឹងបានយូរហើយយើងត្រូវការពេលវេលាបានច្រើនក្នុងការធ្វើវាតែម្ដងលក្ខណៈពិសេសដែលយើងផ្ដល់ជូនគាត់មានថាវាថា only one for you មានតែមួយសម្រាប់អ្នកយើងគិតមើលថាស្លឹកឈើមួយយើងអាចធ្វើបានតែមួយឯងសូម្បីតែស្លឹកឈើនេះគេហៅថាពេលការដូចគ្នាប៉ុន្តែយើងឃើញថាវាចេញពណ៌ដូចគ្នាអញ្ចឹងមានថាយើងចំហុយខុសម៉ោងខុសពេលវេលាខុសតែរូបមន្តទេគឺពណ៌វាចេញខុសគ្នាតែម្ដងនៅក្នុងហ្នឹងកន្លែងដែលយើងលក់គឺនៅផ្សារជីបងនេះហើយនឹងនៅ Walk Street ហើយសម្រាប់បងពិតជាសប្បាយចិត្តមែនតើនៅពេលដែលផ្សារទំនើបគាត់ចាប់ដើមលើកកម្ពស់ផលិតផលក្នុងស្រុកដើម្បីឲ្យយើងបានដាក់នៅទីនេះហើយបានភ្ញៀវគ្រប់លំដាប់ថ្នាក់គាត់យល់ថាអូខេនៅទីនេះមិនថានៅ Walk Street មិនថានៅផ្សារទំនើបមិនថានៅផ្សារក្នុងស្រុកគឺមានផលិតផលកែច្នៃជាច្រើនមិនថាតាមផលិតផលស្លឹកឈើឬក៏ផលិតផលផ្សេងៗទេហើយការដែលយើងមានការគ្រប់គ្រងមិនថាគ្រប់លំដាប់ថ្នាក់ទាំងអស់នេះគឺជួយទៅដល់សង្គមខ្មែរយើងច្រើនហើយដូចបងវិជ្ជាអញ្ចឹងមានថាតម្រាំតែបានមកនេះមកមួយគឺយើងត្រូវគិតដល់អ្នកដេរយើងត្រូវគិតដល់អ្នកដាំយើងត្រូវគិតដល់អ្នកធ្វើយើងគិតទៅដល់អ្នកលក់ទៀតអញ្ចឹងវាជាប្រព័ន្ធមួយដែលគ្រប់គ្រងសេដ្ឋកិច្ចគ្រប់គ្រងនៅក្នុងប្រទេសរបស់យើងតែម្ដងហើយសប្បាយចិត្តនៅពេលដែលមានការគ្រប់គ្រងច្រើនដើម្បីឲ្យយើងរីកចម្រើនទាំងអស់គ្នាហើយរក្សាដើមឈើរបស់យើងទាំងអស់គ្នាជួយគ្នាក្នុងការគ្រប់គ្រងហើយជួយគ្នាក្នុងការដាំជួយគ្នាក្នុងការប្រើប្រាស់ផលិតផលនៅក្នុងស្រុកដើម្បីយើងទាំងអស់គ្នាដោយបងលើកឧទាហរណ៍អញ្ចឹងបើសិនជាយើងមានស្លឹកឈើមួយហ្នឹងវាជាតំណាងនៃប្រទេសកម្ពុជាមានថាទោះជាយើងនៅក្នុងប្រទេសឬក៏ទោះយើងទៅខេត្តឬក៏យើងទៅប្រទេសក្រៅខ្ញុំមានស្លឹកឈើរបស់ខ្ញុំដែលមានតម្លៃនៅក្នុងស្រុកយើងហើយមិនថាខ្មែរមិនថាស្រុកគាត់អាចយកអានោះទៅដើម្បីនៅប្រទេសកម្ពុជាយើងគឺមានស្លឹកឈើមានផលិតផលដែលយើងបោះពុម្ពពីស្លឹកឈើបែបធម្មជាតិពិតៗ